ព្រះគម្ពីរយេរេមៀនិងបរទេវហោរាយេរេមៀត្រូវបានគេស្គាល់ថាជាហោរាយំសោតនេះគឺជាចំណុចសំខាន់នៃការសរសេររបស់គាត់ហើយប្រសិនបើយើងនឹកចាំពីចំណុចនេះព្រមទាំងមូលហេតុនៃការទួញសោករបស់ហោរាយេរេមៀនោះយើងអាចយល់ពីអត្ថន័យនៃពាក្យរបស់គាត់ជាមិនខានហោរាយេរេមៀបានចាប់ផ្ដើមពន្ធកិច្ចរបស់គាត់ក្នុងចំណោមពួកយូដានៅក្នុងរជ្ជកាលរបស់ស្ដេចយ៉ូសៀសគឺនៅក្រោយពេលដែលពួកអ៊ីស្រាអែលបានធ្លាក់ចូលក្នុងកណ្ដាប់ដៃនៃសាសអាសឺហើយមិនយូរឆ្នាំប៉ុន្មានមុនពេលពួកយូដាត្រូវបានដួលរលំព្រះជាម្ចាស់បានសម្ដែងឲ្យហោរាយេរេមៀបានដឹងថាអំពើបាបរបស់ពួកយូដានឹងនាំឲ្យពួកគេជាប់ជាឆ្លើយរបស់ពួកបាប៊ីឡូនហើយត្រូវបានឃុំខ្លួននៅក្រុងបាប៊ីឡូនអស់រយៈពេល70ឆ្នាំបេសកកម្មដ៏ក្រៀមក្រំរបស់ហោរាយេរេមៀគឺត្រូវប្រកាសប្រាប់អំពីការពិតនេះទៅដល់ប្រជាជនរបស់គាត់ហើយណែនាំពួកគេឲ្យចុះចូលនឹងអំណាចរបស់ពួកបាប៊ីឡូនប៉ុន្តែពួកគេបែរជាចោទប្រកាន់គាត់ថាជាជនក្បត់ជាតិហើយព្យាយាមចង់សម្លាប់គាត់ទីបំផុតនៅពេលដែលទីក្រុងយេរូសាឡឹមបានធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវពួកយូដាភាគច្រើនត្រូវបានចាប់យកទៅប៉ុន្តែហោរាយេរេមៀគឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនដែលពួកបាប៊ីឡូនបានអនុញ្ញាតឲ្យនៅក្នុងស្រុកកំណើតនៅពេលនោះគាត់បានណែនាំប្រាប់ដល់ប្រជាជនដែលនៅសេសសល់មិនឲ្យរត់ទៅស្រុកអេស៊ីបដើម្បីសុំជំនួយទេប៉ុន្តែពួកគេមិនព្រមស្ដាប់តាមដំបូន្មានរបស់គាត់ឡើយហើយថែមទាំងនាំគ្នាចាប់គាត់យកទៅជាមួយផងហោរាយេរេមៀបានស្លាប់បាត់បង់ជីវិតនៅទីនោះតាមការពិតការដួលរលំនៃក្រុងយេរូសាឡឹមគឺជាពេលវេលានៃការរងទុក្ខវេទនាដ៏ខ្លាំងបំផុតការបំផ្លិចបំផ្លាញដ៏គួរឲ្យភ័យខ្លាចនេះហើយគឺជាមូលហេតុដែលបណ្ដាលឲ្យហោរាសរសេរកាន់គម្ពីរបរទេវនេះឡើងដែលជាទំនួញនៃការសោកសង្រេងដែលចេញពីចិត្តរបស់ហោរាយេរេមៀចំពោះការហិនវិនាសនៃទីក្រុងយេរូសាឡឹមបន្ថែមទៅលើការទស្សទាយអំពីការជាប់ជាឆ្លើយរបស់សាសបាប៊ីឡូនហោរាយេរេមៀក៏បានទាយទុកជាមុនអំពីការវិនាសអន្តរាយនៃចក្រភពបាប៊ីឡូននៅដំណាច់70ឆ្នាំនៃការជាប់ជាឆ្លើយរបស់ពួកយូដាព្រមទាំងការវិលត្រឡប់មកកាន់ទឹកដីខ្លួនវិញ